ដល់រាបណារាជការនៅតែចាញ់សេចក្តីថ្លែងតវ៉ាមិនចេះចប់សៀមមានផ្លូវតែមួយទេគឺផ្ទុះអាវុធហើយបើផ្ទុះអាវុធមានច្រកតែពីរទេបើខ្មែរវាយចាញ់សៀមខ្មែរបន្តរកលើករឿងសៀមឆ្លៀនពៀននេះទៅអន្តរជាតិទៀតខ្មែរបន្តកសាងសំណុំរឿងទៅតុលាការអន្តរជាតិខ្មែរបន្តកសាងសំណុំរឿងពង្រីកផ្សព្វផ្សាយអំពីអំពើឆ្លៀនពៀនរបស់សៀមទៅអន្តរជាតិខ្មែរបន្តតវ៉ាទៅមុខទោះត្រូវការប្រមាណឆ្នាំក៏ដោយសួស្តី New York City នឹងចឹងហើយពួកតកៅអាច23ដុល្លារកុលស័យឯឆ្កាច់កណ្ដាញ់ស្ញួយតបែឆ្កោកបើឯងដោះស្រាយចាញ់មកមកកុំសំងំចោតប្រកាន់អីកុំសំងំបោកភូតយកស្រោមសម្បត្តិអីឯងចាញ់មុខមកដោះស្រាយមើលជំហានទី1តើពួកតកៅអាចឯងអស់ហ្នឹងមានយោបល់ទេធ្វើ show ដូចតាជេមសក់ចឹងពន្យល់មួយច្បាស់មកសំកុលអាស័យចាញ់និយាយច្បាស់មកផ្សាយតាមប្រព័ន្ធខ្លួនមកមិនបាច់ឲ្យឈុំសេរីសខុមឬក៏រាជនីជេណាឬក៏អាហើមសេងរតនាចាញ់មកទេពីព្រោះ3នាក់ហ្នឹងអត់មានសមត្ថភាពការពារ23ដុល្លារឯឆ្កាច់តែបែឆ្កោកឯងទេចំណែកឯវាគ្មិនពាក់ក្រវ៉ាត់កឬមិនពាក់ក្រវ៉ាត់កក៏អត់អាចការពារ23ដុល្លារឯឆ្កាច់ឯងដែរចំណែកឯវាគ្មិនដែលល្បីពីដើមនៅអាស៊ីសេរីឲ្យគាត់ចាញ់មុខនិយាយរឿងព្រំដែនឲ្យច្បាស់លាស់មកតើគាត់ចេះទេតួឯកបើតួឯកមិនចេះទេឲ្យអកុលស័យចាញ់មកបបេថោកុលស័យចាញ់មកឲ្យបរិវារដតីទៀតចាញ់មកតើចេះរឿងព្រំដែននឹងច្បាស់លាស់ទេអូខេឥឡូវឆ្លើយទៅចៅរឿងធ្វើរបងហ្នឹងហើយណារឿងធ្វើរបងហ្នឹងសៀមវាគ្រាន់តែធ្វើដើម្បីគៀបសង្កត់យើងវាធ្វើដើម្បីលើកតម្កើងចលនាជាតិនិយមវាតែវាអត់អាចធ្វើបានរបងតាមព្រំដែន800គីឡូទេចៅហើយបើវាដាក់រាយបន្លាលួស3រង្វង់ណាក៏វារាយអត់បានដែរចៅពីព្រោះភូមិសាស្ត្រវាលំបាកណាហើយបើវាដាក់ container ក៏ដាក់អត់បានដែរចៅវាដាក់បានតែច្រកមួយទេវាដាក់អត់បានទេតំបន់ខ្លះណាវាជាព្រៃភ្នំក្រំថ្មដែលមិនទាន់បានដោះមីនអស់ទេបើវាហ៊ានតែទៅវាក៏ត្រូវចំណាយពេលរាប់ខែដើម្បីដោះមីនជាពិសេសមីនចាស់នៅច្រើនណាស់បើថៃសៀមវាចង់ដាច់ជើងវាចំណាយពេលដោះមីនទៅហើយការដោះមីនមិនមែនដូចបកចេកទេត្រូវការលុយរាប់រយលានដើម្បីដោះមីនមូលហេតុដែលខាងកម្ពុជាខាងខ្មែរយើងហើយខាងសៀមនឹងវាអត់ទាន់ដោះមីនអស់តាមព្រំដែនពីព្រោះវាអស់លុយច្រើនអង្គភាព T-Mac ក៏ដូចជាអង្គភាព C-Mac គឺអត់មានថវិកាគ្រប់នឹងដោះមីនទេរីឯបណ្ដុំបង្គោលព្រំដែនខ្ទង់ខ្សែហើយនឹងបណ្ដុំបង្គោលព្រំដែនខ្ទង់5ដែលគេធ្វើការជាមួយគ្នា JBC សៀមនិង JBC ខ្មែរធ្វើការជាមួយគ្នាគឺជាតំបន់ខ្សែព្រំដែនត្រង់ជាតំបន់ខ្សែព្រំដែនត្រង់ហើយជាតំបន់វាលរៀបដែល
JBC សៀម JBC ខ្មែរអាចធ្វើការបាននៅក្នុងបណ្ដុំបកគោលទី50និងនៅក្នុងបណ្ដុំបកគោលទី40រីឯនៅក្នុងតំបន់ថ្មិញរណាដែលយកតាមខ្សែទឹកមិនមានតំបន់ខ្លះអាចចូលទៅដល់តំបន់ខ្លះមិនទាន់ដោះមីនរួចទេណានឹងមួយរីឯជួរភ្នំដងរែកដែលយកតំបន់ខ្សែទឹកបូកនឹងចំណុចជាកម្ពស់ខ្ពស់ដើម្បីកាត់យកពាក់កណ្ដាលម្នាក់នៃខ្សែព្រំដែនតំបន់ជួរភ្នំដងរែកមួយចំនួនសិតតែមីនអត់តន់អាចទម្លាក់កងវាស់ស្ទង់សំបីតែទម្លាក់កងវាស់ស្ទង់កងការងារទៅក៏យ៉ាប់ដែរតំបន់ខ្លះត្រូវការឧទ្ធម្ភាគចក្រតើគេអាចនឹងរាយលាស់បន្លាបានទេអត់បានទេចុះដាក់ container ដាក់អត់បានទេព្រោះផ្លូវទោះបីសៀមខ្ពស់ជាងខ្មែរក៏ដឹកមកមិនកើតដែរចុះក្រុមការងារទៅសាងសង់ជញ្ជាំងស៊ីម៉ង់បេតុងបានទេបណ្ដោយព្រំដែនដែលមានបង្គោល73 74មានប្រវែង800គីឡូម៉ែត្រតំបន់ដែលអាចវាស់ស្ទង់ជាមួយគ្នាបានគឺតំបន់វាលរៀបហើយសម្អាតមីននៅក្នុងជួរនៃបង្គោលទី50និងទី40